nó không rồi hay là khuyên nó nên là cái đường một chào máy em trai bây giờ rất là còn lòng là tiếng lớn không đây đã rồi chi đã mấy trái còn lòng tiếp lương nó khô về lâu còn lâu đấy cho nó tiếp lương tăng mai như nó với này là bữa giờ tẹt không rồi sạch rồi cái tầm hai viên là lại cổ về bên nước không vậy hai điểm viên bằng cổ mưa tới châu ចាអញ្ចឹងគឺខ្ញុំកំពុងតែធ្វើដំណើរលើផ្លូវទៅកាន់ Thousand Island អញ្ចឹងខ្ញុំអត់មានជាវីដេអូអីច្រើនទេព្រោះនេះខ្ញុំថតទស្សនភាពតាមផ្លូវពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងតាមផ្លូវដែលខ្ញុំបើកនេះគឺខ្ញុំបើកជាលើកទី1ដែរហើយខ្ញុំទៅលេងហ្នឹងក៏ទៅលេងជាលើកទី1ដែរអញ្ចឹងគឺក្នុងវីដេអូហ្នឹងគឺគ្រាន់តែជាទស្សនភាពតាមផ្លូវនិងឆ្លងស្ពានទៅវិញទៅមកតែប៉ុណ្ណោះហើយចំពោះទស្សនភាពដើរលេងនៅឯ Thousand Island ហ្នឹងខ្ញុំនឹងធ្វើការអាប់ឡូតនៅពេលក្រោយព្រោះវីដេអូហ្នឹងគឺខ្ញុំថតតាំងពីឆ្នាំទៅមុនហើយចាអញ្ចឹងគឺមិនដឹងថានឹងមានឬក៏អត់ទេព្រោះខ្ញុំដូចថា restart ឬក៏iCloud ខ្ញុំវាពេញហើយវាលុបចោលអញ្ចឹងណាចាឬក៏វាលក្ខណៈថាខ្ញុំលុបវាច្រឡំដែរអញ្ចឹងទៅគឺយើងមិនអាច remove មកវិញអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏ខ្ញុំនៅសល់តែរូបភាពបើកឡានតាមផ្លូវទេទស្សនភាពនៅមួយរដូវខាត់ Summer last year ចាអញ្ចឹង last year ហ្នឹងគឺខ្ញុំបានទៅលេង Thousand Island ជាលើកទី1នាំម៉ាក់និងនាំកូនទៅចាអញ្ចឹងទស្សនភាពតាមផ្លូវហ្នឹងគឺវាល្អដែរចាមានអាកាសធាតុដែលថាពពកក៏ច្រើនក៏មានថ្ងៃអញ្ចឹងណាប៉ុន្តែទៅដល់កន្លែង Thousand Island ហ្នឹងគឺអត់សូវជាមានថ្ងៃទេខ្យល់ផងអីផងអញ្ចឹងឥឡូវនេះគឺខ្ញុំបើកមកដល់កន្លែង rest area កន្លែងយើងឈប់សម្រាកចាអញ្ចឹងគឺខ្ញុំទៅហ្នឹងគឺវាលក្ខណៈវាឆ្ងាយដែរយើងបើកឡើង2ម៉ោងកន្លះព្រោះនៅឯ Thousand Island ហ្នឹងគឺវាជាប់ព្រំដែនជាមួយកាណាដាចាគ្រាន់ថាវាមិនដល់គឺថាវារៀងទៅមុខទីវារៀងជាប់អញ្ចឹងណាប៉ុន្តែយើងជិះទុកលេងអញ្ចឹងទៅគឺវាចិត្តគ្នាទេហ្នឹងហើយអញ្ចឹងគឺខ្ញុំចូលមកកន្លែងសម្រាប់មកសធុសិនទៅអង្គុយលេងឬក៏ចូលបន្ទប់ទឹកអីបានយើងបន្តដំណើរទៅទៀតហ្នឹងហើយអញ្ចឹងក៏អត់មានអីច្រើនដែរគ្រាន់ថាអាប់ឡូតនៅសកម្មភាពខ្លះៗដែលខ្ញុំបានធ្វើពីឆ្នាំទៅមុនហើយពេលនេះគឺខ្ញុំមកដល់កន្លែងយើងចូល pay លុយអញ្ចឹងបើសិនជាយើងមាន easy pass ហ្នឹងហើយយើងមិនបាច់ជា pay ទេបើសិនជាយើងអត់មានយើងត្រូវ pay $7 $5គេដាក់តម្លៃលើហ្នឹងអញ្ចឹងពួកខ្ញុំក៏បើកឆ្លងស្ពានហ្នឹងគឺស្ពានហ្នឹងគេហៅ Thousand Bridge ចាឬត្រូវខុសខ្ញុំអត់នេះខ្ញុំភ្លេចចៃព្រោះខ្ញុំអត់បានជាចាំណាប៉ុន្តែស្ពានហ្នឹងខ្ពស់ហើយគឺផ្លូវគឺមានទៅឯមកឯអត់អាចទៅថាវាមានតែ2ជួរអញ្ចឹងយើងឆ្លងស្ពានហ្នឹងទៅដល់មុខទៀតគឺទៅដល់កាណាដាអញ្ចឹងព្រោះស្ពានហ្នឹងសម្រាប់ថាពីរដ្ឋខ្ញុំទៅកាណាដាអញ្ចឹងប៉ុន្តែពីចម្ងាយវារៀងនេះដែរចាហើយនៅក្រោមហ្នឹងគឺទឹកទន្លេ
លេហ្នឹងគឺវាវែងណាស់អញ្ចឹងខ្ញុំពេលដែលខ្ញុំដើរលេងហ្នឹងគឺខ្ញុំបើកឆ្លងស្ពានហ្នឹងសិនហើយគឺខ្ញុំបើកឆ្លងមកវិញបន្តមកទៀតបាននាំគ្នាទៅជិះទូកដើរលេងនៅក្រោមស្ពានហ្នឹងអញ្ចឹងពីការជិះទូកហ្នឹងគឺខ្ញុំចំណាយទាំងអស់គ្នាហ្នឹងចិត្ត$100ដែរកូនក្មេង20រៀលជាងមនុស្សចាស់30រៀលជាងអញ្ចឹងប៉ុន្តែគ្រាន់តែខ្ញុំមិនចាំតម្លៃទេព្រោះខ្ញុំភ្លេចហើយចាអញ្ចឹងគឺខ្ញុំបើកលេងមើលបន្តិចទៅហើយក៏មុននឹងទៅដល់ជិះទូកគឺខ្ញុំទៅលេងផាកសិនដែរលេងផាកហើយជាមកសធុបានខ្ញុំចេញពីផាកនឹងវិញចាអញ្ចឹងគឺទស្សនវិជ្ជាគឺមានតែប៉ុណ្្នឹងទេទស្សនវិជ្ជាតាមផ្លូវចាអញ្ចឹងក៏សូមធ្វើការបញ្ចប់ការអធិប្បាយតំណាងហើយចាំយើងជួបគ្នានៅរូបភាពក្រោយបើសិនជាខ្ញុំរកឃើញចាអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនានិងអ្នកដែលបាន subscribe ចាដែលអ្នកបានចុច subscribe ថ្មីហ្នឹងអរគុណច្រើន Thank you for all you guys watch my video and support my channel. Thank you so much. Have a great day everybody. ជម្រាបលា